អាមេរិកបញ្ជូនទីហ៊ានថ្មើរជើងចូលអ៊ីរ៉ង់ការប្រយុទ្ធដ៏ធំកំពុងចាប់ផ្ដើមស្ថានភាពសង្គ្រាមនៅមជ្ឈមបូរពាកំពុងក្តៅខ្លាំងអាមេរិកបានបញ្ជូនទីហ៊ានថ្មើរជើងយ៉ាងច្រើនទៅកាន់ទឹកដីអ៊ីរ៉ង់ខណៈដែលផ្លូវអាកាសនិងផ្លូវទឹកត្រូវបានអាមេរិកនិងអ៊ីស្រាអែលគ្រប់គ្រងរួចហើយតើការប្រយុទ្ធលើដីដ៏ធំមួយកំពុងចាប់ផ្ដើមមែនទេស្ថានភាពនៅមជ្ឈមបូរពាកំពុងក្តៅឡើងយ៉ាងខ្លាំងខណៈដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនកម្លាំងទាហានថ្មើរជើងជាច្រើនទៅកាន់តំបន់ជិតព្រំដែននិងទឹកដីនៃប្រទេសអ៊ីរ៉ង់ការផ្លាស់ទីកម្លាំងយោធាដ៏ធំនេះត្រូវបានគេចាត់ទុកថាជាជំហានសំខាន់មួយដើម្បីរៀបចំប្រយុទ្ធជាមួយកងកម្លាំងយោធារបស់អ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះផ្លូវទឹកនិងផ្លូវអាកាសនៅក្នុងតំបន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនាវាចម្បាំងនិងនាវាផ្ទុកយន្តហោះជាច្រើនរបស់អាមេរិកកំពុងឈរជើងនៅក្នុងសមុទ្រនៅជិតតំបន់ប្រយុទ្ធខណៈដែលយន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបាកក៏កំពុងធ្វើប្រតិបត្តិការនៅលើអាកាសជាបន្តបន្ទាប់ដោយសារតែការគ្រប់គ្រងលើផ្លូវទឹកនិងផ្លូវអាកាសនេះកងកម្លាំងអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងប៉ុន្តែសម្រាប់ផ្លូវគោកវានៅតែជាទិសដៅសំខាន់សម្រាប់ការប្រយុទ្ធដោយផ្ទាល់រវាងទាហាននេះហើយជាមូលហេតុដែលសហរដ្ឋអាមេរិកបានសម្រេចបញ្ជូនទាហានថ្មើរជើងនិងយានយន្តយោធាជាច្រើនដើម្បីចូលរួមក្នុងប្រតិបត្តិការនៅលើដីអ្នកវិភាគយោធាច្រើនបានលើកឡើងថាគោលដៅសំខាន់មួយនៃប្រតិបត្តិការនេះគឺការកំទេចកងកម្លាំងទាហានឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលត្រូវបានគេស្គាល់ថាជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសអ៊ីរ៉ង់កងកម្លាំងនេះមានតួនាទីសំខាន់ក្នុងការការពាររដ្ឋាភិបាលនិងអំណាចនយោបាយរបស់ប្រទេសការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឆ្មាំបដិវត្តន៍នេះត្រូវបានគេជឿថាអាចជួយគន្លឹះសំខាន់ក្នុងការបំបែកអំណាចយោធារបស់អ៊ីរ៉ង់ប្រសិនបើកងកម្លាំងនេះត្រូវបានកំទេចឬខ្សោយខ្លាំងវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់របបដឹកនាំនៃប្រទេសអ៊ីរ៉ង់ផងដែរមូលហេតុនេះហើយបានធ្វើឲ្យមានការវិភាគថាប្រតិបត្តិការយោធានេះអាចមានគោលបំណងធំជាងការប្រយុទ្ធធម្មតាគឺអាចជាការប៉នប្រញងបិទរបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ទោះយ៉ាងណាក៏ដោយស្ថានភាពនៅតែមានភាពមិនច្បាស់លាស់ហើយសង្គ្រាមអាចនាំមកនឹងផលប៉ះពាល់យ៉ាងធំទូលាយទៅលើតំបន់ទាំងមូលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ព្រោះប្រសិនបើការប្រយុទ្ធពង្រីកកាន់តែធំវាអាចបង្កឲ្យមានភាពតានតឹងយោធានិងវិបត្តិសន្តិសុខនៅក្នុងតំបន់មជ្ឈមបូរពាទាំងមូលនៅពេលនេះសំណួរធំមួយដែលមនុស្សជាច្រើនកំពុងសួរគឺតើការបញ្ជូនទាហានថ្មើរជើងរបស់អាមេរិកនឹងនាំទៅកាន់ការប្រយុទ្ធដ៏ធំមួយលើដីឬទេហើយតើស្ថានភាពនេះនឹងបញ្ចប់ដោយវិធីណាសូមបន្តតាមដានព័ត៌មាននិងការវិភាគថ្មីៗបន្ថែមទៀតអំពីស្ថានភាពសង្គ្រាមនៅមជ្ឈមបូរពា